បងប្រឡងជាប់អីបងសម្លាញ់បងពិតជាបកែមែនអូននឹងធ្វើរបស់ឆ្ងាញ់ឲ្យបងញ៉ាំបងឯងមានដឹងអត់បន្លែបានឡើងថ្លៃ6សេនទេណាមិត្តស្រីរបស់ខ្ញុំហាក់ដូចជាយូរទៅកាន់តែលេងសំជាមួយខ្ញុំហើយតាមពិតទៅគឺចាប់ផ្ដើមដំបូងតំណែងរបស់ពួកយើងពិតជាល្អណាស់បន្ទុកទៀតទេមិនអីទេគាត់តែជីតាប្រឡងតានេះក៏ល្អខំមិនល្អយើងអាចប្រឡងដល់ឆ្នាំក្រោយទៀតបានបងឯងគ្រាន់តែយកចិត្តទុកដាក់រៀនទៅបានទេប្រាក់ខែអូននៅលើក៏អាចចាំបងបានដែរអូនជឿជាក់ថាបងប្រកាសជាធ្វើវាបានតែថ្ងៃមួយខ្ញុំបានខ្លាចទៅជាមនុស្សអស្ចារ្យក្នុងផ្សារនោះអូនប្រាប់បងណាប្រហែលថ្ងៃមុនគេបានប្រាប់អូនពីរបៀបធ្វើមកនៅតែដដែលភ្លាមនោះធ្វើអូនខាងស្រាប់ហើយកិច្ចការមេនេះអូនបានធ្វើត្រៀមទុកយូរអីចុងក្រោយក៏ម្នាក់នោះធ្វើឲ្យខុសហើយទៅដើមទៅបាត់អ្នកណាក៏គេមានចំណុចខ្លាំងរៀងខ្លួនដែរកិច្ចការមួយនេះឬមួយក៏ឲ្យ211 985ឬមួយក៏ធ្វើដូចបងចេះក៏បានឲ្យអ្នកដែលប្រឡងមុខជំនាញនេះមកធ្វើបន្តអូនឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ធ្វើមិននឹងអាចមានជំនាញដូចគេនោះការរស់នៅរបស់ពួកយើងទាំងពីរបានឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងមើលទៅដូចជាថ្លៃណាស់ខែនេះយើងត្រូវបងថ្លៃផ្ទះជួលផងសំចៃតិចទៅថ្ងៃក្រោយបងត្រូវឡើងតំណែងហីការចាយវាកំលឹកមកនិយាយទៀតបានអត់ការចាយវាយើងមិនត្រូវកំណត់ពេកនោះទេខ្ញុំស្គាល់មនុស្សស្រីម្នាក់ដែលស័ក្តិសមនឹងឯងណាមិនដែរស្អាតអត់ខ្ញុំប្រាប់ឯងគេនោះស្អាតសាច់សរលងគ្រួសារគេក៏ល្អជុំវិញខ្លួនខ្ញុំតែតខ្លួនតែគិតថាខ្ញុំអាចមានដៃគូដែលល្អជាងខ្ញុំមានមិត្តស្រីឯងអញ្ចឹងតាំងពីដើមមកខ្ញុំមិនដែលឃើញឯងផុសរូបមិត្តស្រីឯងសោះហើយស្មានតែឯងនៅម្នាក់ឯងមកវិញហ៎មើលទៅការរស់នៅរបស់នាងសប្តាហ៍ថ្ងៃទំនាក់ទំនងក្នុងស្នេហានៅតែល្អថែនិយាយឲ្យថាសម្រាប់ការងារលើកនេះទៅលេងអ្នកផ្ទះហីណែអូនបានត្រៀមកាដូសម្រាប់លោកពូហើយហីនៅពេលដែលនិយាយទៅដល់រឿងរៀបការជឿចិត្តអីគេឬមួយក៏បើមិនចឹងទេរឿងនេះទុកសិនចុះអូនគ្រាន់តែជាបុគ្គលិកថ្នាក់ទីម្នាក់ផ្ទះនៅតាមស្រុកភូមិទៀតពីមុនក៏នៅតែអញ្ចឹងដែរតែឥឡូវប្រៀបជាមួយបងមានគម្លាតឆ្ងាយគ្នាណាប៉ុន្តែអូនទុកចិត្តចុះបើសិនជាអូនខំប្រឹងតែបន្តិចទៀតបងក៏អាចស្ម័គ្រចិត្តរៀបការជាមួយអូនដែរមិនបាច់ទេជូនពរថ្ងៃមុខរលូនទៅចុះពេលនេះបានត្រឹមធ្វើឲ្យមិនបានព្រោះតែពេលនេះក៏យ៉ាងអូនលែងខ្ញុំនិយាយតាមត្រង់តាមមានអ្វីខុសទៅទេមិត្តភក្តិម្នាក់ស្រីដែលឯងនិយាយលើកមុននឹកស្មានមិនដល់សោះថាធ្វើខុសអីបំផុតឲ្យលោកបានមនុស្សដែលសមជួយទាំងខ្ញុំថ្ងៃចុងក្រោយត្រូវបានគេលួចយកទៅបាត់បានហើយគេក៏មិនអន់ដែរបើឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេបងកុំធ្វើគាត់បានទៅមុខគេអីគ្រប់យ៉ាងមិនដូចអ្វីដែលយើងបានគិតនោះទេអញ្ចឹងយកមួយនេះទៅអូនមានកាបូបច្រើនណាស់ហើយមិនអញ្ចឹងទេចាំលើកក្រោយចាំទិញទៅបាយលេងសើចទេអីបាយមានលុយតែបន្តិចតួចទេហ៎ទាំងសងខាងសុទ្ធតែចំណាយច្រើនរៀបការជាមួយបងទៅមែនទេអីបាយមានការងារតូចតាចសងពួកយើងស្រឡាញ់គ្នាលេងទៅវាគ្រប់គ្រាន់អីរៀបការលោកឯងមិនសមទេសម្លឹងតែពីរឿងខ្ពស់មិនដឹងពីខ្លួនឯងនៅកម្រិតណានេះជាព្រំលិខិតឬដែលធ្វើឲ្យខ្ញុំទុកឱកាសឲ្យនាងម្ដងទៀតមានការអីមែនឥឡូវនេះអូនដូចជារស់នៅមិនធម្មតានោះទេបន្ទាប់បែកពីលោកមកខ្ញុំបានធ្វើក្នុងចិត្តច្រើនណាស់តាមពិតទៅពាក្យពីមុនដែលបងបាននិយាយទាំងប៉ុន្មានគ្រាន់តែចង់ដាស់តឿនអូនតែប៉ុណ្ណោះឥឡូវបានឃើញអូនរស់នៅបានល្អបែបនេះបងគិតថាអូនស័ក្តិសមនឹងបងឯងមែនក្រែងលោកជាមនុស្សដែលរស់នៅខ្ពង់ខ្ពស់ចុះមិនក៏បែកគ្នាយូរអីមិនក៏នៅតែដដែលចឹងមានពេលត្រឡប់ទៅរករឿងចាស់លោកវិញទៅហើយនិយាយដាស់តឿនខ្លួនឯងវិញទៅនិយាយទៅឥឡូវនេះគេនិយាយមើលងាយខ្ញុំខ្លាំងណាស់មនុស្សស្រីសុទ្ធតែដូចគ្នា